ចាសសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងមកជួបគ្នានៅក្នុងវីដេអូថ្មីដែលខ្ញុំលើកយកមកនេះគឺរាសីដែលឆ្លងជាមួយនឹងខែ5ដែលគេហៅថាខែម្សាញ់អញ្ចឹងឆ្នាំដែលឆ្លងហ្នឹងគឺមានឆ្នាំកលឆ្នាំខាលហើយនឹងឆ្នាំវកប៉ុន្តែវកឆុងផងហេនផងអញ្ចឹងអីដែលខ្ញុំចង់សង្កត់ធ្ងន់ហ្នឹងបើសិនជាបងប្អូនមានតារាងប៉ាជឿហើយបងប្អូនដែលគាត់រៀនប៉ាជឿឬគាត់ដឹងពីប៉ាជឿខ្លះៗនៅក្នុងតារាងហ្នឹងណាអញ្ចឹងឧទាហរណ៍ថាបងប្អូនមានឆ្នាំកឬមួយក៏ឆ្នាំខាឆ្នាំវកអញ្ចឹងវាធ្វើឲ្យមានបញ្ហារញ៉េរញ៉ៃនៅក្នុងសង្គមគ្រួសារនឹងយើងនិយាយតែឆ្នាំឯងមានបញ្ហានៅក្នុងការប្រស្រ័យតាក់ទងគ្នាមិនល្អនៅក្នុងគ្រួសារនៅកន្លែងការងារនៅកន្លែងការសិក្សាឬមួយជាមួយនឹងមិត្តភ័ក្តិឬមួយក៏សាច់ញាតិចាស់ទុំរបស់យើងជាមួយនឹងជីដូនជីតាម៉ែកងរបស់យើងហើយជាមួយនឹងស្រុកកំណើតរបស់យើងជាមួយនឹងអតិថិជនភ្ញៀវរបស់យើងឬមួយក៏យើងអាចនឹងមានបញ្ហាឈឺស្កាត់នៅម្ដុំក្បាលឈឺក្បាលរញ៉េរញ៉ៃរឿងរ៉ាវដោះស្រាយឥតចប់បើសិនជាបងប្អូនមានកលនៅក្នុងឆ្នាំមានន័យថាបងប្អូនកើតឆ្នាំកលបងប្អូនកើតឆ្នាំខាលនិងបងប្អូនដែលកើតឆ្នាំវកនៅក្នុងខែ5ហ្នឹងអត់ល្អទេអញ្ចឹងចាអីដែលប្រយ័ត្នហ្នឹងគឺខ្ញុំបានរៀបរាប់ប៉ុណ្ណឹងតែវាមិនអស់ទេវានៅមានច្រើនទៀតតែដោយសារវីដេអូខ្លីគឺយើងអាចធ្វើច្រើនជាងហ្នឹងទេចាអញ្ចឹងមកយើងនិយាយនៅលើខែឧទាហរណ៍បងប្អូនកើតខែ11បងប្អូនកើតខែ2ឬមួយក៏បងប្អូនកើតខែ8អាហ្នឹងក៏អត់ល្អដែរមានការផ្លាស់ប្ដូរកន្លែងការងារឬមួយកន្លែងការងារបងប្អូនមានបញ្ហាឯកសារឬមកកន្លែងបងប្អូនមានការឆ្លោះទាស់គ្នាជាមួយនឹងប្រធានជាមួយនឹងមេជាមួយនឹងមិត្តភ័ក្តិកន្លែងការងារហើយបើមិនអញ្ចឹងទេបងប្អូនអាចមានចំនួនឆ្លោះទាស់តែងវេកញែកទ្រព្យសម្បត្តិអកេអកចានៅក្នុងគ្រួសារបងប្អូនម៉ែឪមិនសូវចុះសម្រុងគ្នាឬមកក៏មានបញ្ហាជំងឺតាក់ទងជាមួយនឹងផ្នែកម្ដុំស្មាម្ដុំខ្នងឬមកក៏ម្ដុំទ្រូងរបស់យើងណាចាបន្តមកទៀតបើសិនបងប្អូនមានថ្ងៃកើតចាថ្ងៃកើតគឺបងប្អូនបើសិនជាមានថ្ងៃកើតថ្ងៃកលថ្ងៃកើតថ្ងៃខាលឬមកក៏ថ្ងៃកើតថ្ងៃវកអញ្ចឹងយើងនឹងមានបញ្ហាតាក់ទងជាមួយនឹងគូស្រករតាក់ទងជាមួយនឹងផ្ទះសម្បែងតាក់ទងជាមួយនឹងអរញ្ញវត្ថុតាក់ទងជាមួយនឹងកញ្ចប់វិនិយោគតាក់ទងជាមួយឱកាសការងារថ្មីឬមួយក៏បញ្ហាសុខភាពនៅម្ដុំពោះរបស់យើងម្ដុំការរបស់មនុស្សស្រីស្បូនបើមនុស្សប្រុសកំពីងប្រសាទអីអញ្ចឹងនឹងអាចមានបញ្ហាទាំងអស់ហ្នឹងរឿងរ៉ាវទាំងអស់ហ្នឹងឲ្យយើងដោះស្រាយឬមកក៏យើងមានបញ្ហាបើសិនជាប្រុសអាចមានបញ្ហាជាមួយនឹងប្រពន្ធតែបើប្រពន្ធអាចមានបញ្ហាជាមួយនឹងប្តីរបស់គាត់អញ្ចឹងណាឬមកក៏យើងនឹងឈឺស្កាត់ខ្លួនឯងឬមកក៏មានការធ្វើដំណើរដល់ហើយចិត្តឆ្ងាយទៅវាធ្វើឲ្យខ្លួនឯងនឹងមានបញ្ហានៅក្នុងបញ្ហាចរាចរណ៍ផ្សេងអញ្ចឹងណាហើយបើសិនជាបងប្អូនទាំងអស់គ្នាមានម៉ោងកើតបងប្អូនកើតម៉ោង9យប់រហូតដល់ម៉ោង11យប់បងប្អូនកើតម៉ោង3ថ្ងៃរហូតដល់ម៉ោង5ល្ងាចឬមកក៏បងប្អូនដែលកើតម៉ោង3យប់រហូតដល់ម៉ោង5ភ្លឺអានេះគឺធ្វើឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាចំពោះចរាចរណ៍មានបញ្ហាក្នុងការធ្វើដំណើរឬមកក៏ការធ្វើដំណើររបស់យើងនៅក្នុងខែ5ហ្នឹងវាញ៉ែញ៉ាំនិយាយមិនត្រូវគ្នាឬមកក៏អាចថាចុះកម្មចរាខ្ពស់ពេកល្អឬមកក៏ចូលកតុបទឹកដែលมันបានសម្អាតសាប៊ូឬមួយក៏មានស្លាយកាន់អីអញ្ចឹងវាល្អដួលខ្លះក្រិចអីអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើរដែលហើយចិត្តឆ្ងាយទៅដោយសារខែម្សាញ់គឺចាត់ទុកជាឆ្នាំមួយដែលធ្វើឲ្យមនុស្សយើងមានចលនាមានការធ្វើដំណើរចង់បំលាស់ទីពីនេះទៅនោះចាវាអត់នៅនឹងណទេវាអត់មានស្ថិរភាពទេហើយបងប្អូនដែលដើរព្រៃក៏ប្រយ័ត្នដែរប្រយ័ត្នតាត់សត្វល្អិតតិចឬខាំហើយបើអាចបានយើងព្យាយាមកុំញ៉ាំសាច់ជ្រូកនៅក្នុងខែ5នេះចាព្យាយាមកុំញ៉ាំសាច់ជ្រូកទៅវាជួយឲ្យយើងនឹងបានល្អប្រសើរមួយផ្នែកដែរហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានភ្លើងដកនៅក្នុងតារាងចាភ្លើងដកនៅក្នុងឆ្នាំយើងនឹងមានបញ្ហាតាក់ទងជាមួយមុខផ្ទៃមុខរបស់យើងចាហើយយើងអាចដឹងថាអាកុងរបស់យើងនឹងពូរបស់យើងអ៊ំរបស់យើងនឹងមានបញ្ហាចវាយប្រុសរបស់យើងនឹងមានបញ្ហាដែរចឹងហើយបើសិនយើងមានភ្លើងដកនៅក្នុងខែយើងអាចដឹងថាឪពុករបស់យើងនឹងមានបញ្ហាមេប្រុសរបស់យើងមានបញ្ហាឬមួយក៏យើងអាចមានបញ្ហាម្ដុំស្មានេះណាចាឬមួយក៏ការងារយើងដើរឆ្ងាយហ្នឹងអត់សូវល្អជួបមនុស្សដទៃចេញក្រៅសង្គមអត់សូវល្អដែរហើយបើយើងមានទូខ្លួនជាភ្លើងដកអញ្ចឹងយើងអាចនឹងមានបញ្ហាឈឺស្កាត់សុខភាពចុះខ្សោយឬមួយក៏ត្រូវគេមកធ្វើបាបបើជាមនុស្សស្រីត្រូវសង្សារធ្វើបាបចាប់កម្រិតចាប់
ដូចថាចាប់បំពេញរាងកាយអីអញ្ចឹងណាចាយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយចំពោះបើបងប្អូនមានម៉ោងកើតហើយយើងមានឃើញភ្លើងដកនៅក្នុងតារាងអញ្ចឹងអាចនឹងមានបញ្ហាដែរតាក់ទងជាមួយអវយវៈទូបងអវយវៈភេទរបស់យើងឬមួយក៏ការធ្វើដំណើររបស់យើងមិនសូវមានសុវត្ថិភាពទេនៅក្នុងខែ5ហ្នឹងចាអញ្ចឹងគឺសូមឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នហើយបងប្អូនទាំងអស់គ្នាចាមានការសុខសប្បាយសំណាងល្អទាំងអស់គ្នាចាហេងទាំងអស់គ្នាអញ្ចឹងគឺខ្ញុំមកបញ្ចប់คลิปនេះតែត្រឹមនេះដោយសារឆ្លៀតឱកាសបន្តិចបន្តួចនៅចែករំលែកដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាចាអរគុណបងប្អូននៅក្នុង page ក្នុង YouTube ចាទាំងអស់ដែលតាម like តាម share comment ល្អចាមានឧបនិស្ស័យជាមួយនឹងខ្ញុំអញ្ចឹងដោយសារវីដេអូខ្ញុំចែករំលែកទៅគឺខ្ញុំសំដៅទៅលើអ្នកដែលមាននិស្ស័យជាមួយនឹងខ្ញុំចាអ្នកដែលអត់មាននិស្ស័យសូមឲ្យមើលរំលងទោះតែម្នាក់នោះឲ្យទ្រព្យសម្បត្តិឲ្យមានពេជ្រឲ្យជួយខ្ញុំដល់កម្រិតណាក៏ដោយសូមឲ្យមើលរំលងបើសិនជាគេមិនល្អមួយខ្ញុំមិនមានឧបនិស្ស័យតែបើអ្នកដែលមានឧបនិស្ស័យទោះបីអ្នកនោះជាអ្នកណាក៏ដោយយ៉ាងណាក៏ដោយក៏ខ្ញុំសូមឲ្យវីដេអូនេះទៅដល់អ្នកដែលមាននិស្ស័យមួយខ្ញុំដោយសារគេល្អមួយយើងទៅយើងអត់មានបញ្ហាអីចាំបើគេអត់ល្អមួយយើងនាំតែយើងមានបញ្ហានៅក្នុងថ្ងៃណាមួយទេដោយអត់មានចិត្តស្មោះមួយយើងអញ្ចឹងណាចាអញ្ចឹងសម្រាប់បងប្អូនឆ្នាំកឆ្នាំខាឆ្នាំវកយើងចេះមើលតារាងប៉ាជឿយើងដឹងថាមានវកនៅក្នុងតួណាមួយចាមានកលមានខានៅក្នុងតួណាមួយយើងមានភ្លើងដកនៅក្នុងតួណាមួយយើងប្រុងប្រយ័ត្នទាំងអស់ហើយការប្រុងប្រយ័ត្នហ្នឹងគឺទីមួយសុខភាពសតិបញ្ញាការគិតការពិចារណាព្រោះសតិបញ្ញាការគិតការពិចារណាវាអត់អាចដុសមកទេបើសិនជាយើងអត់បានគិតអត់បានយកកត្តាទូខ្លួនទៅអនុវត្តណាចាអញ្ចឹងគឺសូមឲ្យបងប្អូនទាំងអស់នេះសុខសប្បាយណាអញ្ចឹងអរគុណជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណ